បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយពីរបៀបធ្វើថ្លើមបៀតនំប៉័ងអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ផ្នែកនំប៉័ងសាច់ហើយគាត់ចង់បានរូបមន្តវាទៅធ្វើនំប៉័ងសាច់សម្រាប់លក់អញ្ចឹងខ្ញុំមានជាកញ្ចប់នំប៉័ងសាច់មួយឈុតវាគឺមានថ្លើមបៀតនំប៉័ងប័រពងមាន់យើងហៅអាម៉ាញ់ចំណេះពងមាន់ហ្នឹងហើយនឹងជ្រក់ត្រសក់អញ្ចឹងមួយឈុតរបស់វាហើយពាក់ព័ន្ធមួយរសជាតិខ្ញុំធានាឲ្យតែឆ្ងាញ់និយាយទៅពាក់ព័ន្ធមួយនំប៉័ងខាងតាចិនខ្មៅនៀកពាន់ហ្នឹងនៅខាងវត្តកោះហ្នឹងគាត់រៀនជាមួយនឹងគ្រូខ្ញុំទេអញ្ចឹងរៀនជាមួយមេខ្ញុំទេដូចតែគ្នាទេរសជាតិឆ្ងាញ់ដូចគ្នាទាំងអសក់ជ្រក់ទាំងសាច់ថ្លាមបៀតនំប៉័ងហើយបើបងប្អូនចង់ចេះសាច់សំបងខ្ញុំមានសាច់សំបងទៀតអាសាច់សំបងយើងសាច់ជ្រូកយើងរុំហើយយើងយកទៅស្ងោរហ្នឹងដូចប៉ាតេដែរអញ្ចឹងតែគេហៅសាច់សំបងព្រោះសាច់ជ្រូកសុទ្ធហើយពិសេសការងារដែលយើងធ្វើដំបូងគឺយើងមានការងារសម្ភារៈដូចជាម៉ាស៊ីនកិនសំខាន់គឺម៉ាស៊ីនកិនហ្នឹងម៉ាស៊ីនកិនប្រភេទណាក៏បានដែរឲ្យតែយើងកិនទៅស្រួលសម្រាប់ខ្លួនឯងណាហើយបន្តមកទៀតបងប្អូនឃើញវីដេអូខ្ញុំហើយយើងកិនហើយយើងរៀបចំគ្រឿងសម្រាប់យកទៅដាក់ឆាជាមួយនឹងឈ្ងុយហើយយើងដាក់ចូលក្នុងថ្លើមហើយយើងយកទៅកិនហើយយើងយកចំហុយហើយបើពងមាន់ក៏អញ្ចឹងដែរយើងរៀបចំពងមាន់រៀបចំឲ្យអស់ហើយយើងចាប់ដើមថ្លឹងគ្រឿងផ្សំរបស់ខ្ញុំវាយដាក់ចូលហើយយើងមានសម្រាប់វាយយើងប្រើម៉ាស៊ីនវាយវាឡើងលឿនហើយវាអត់ចុកដៃអញ្ចឹងការងារពិសេសធ្វើថើមនេះសម្រាប់បងប្អូនដែលចង់ចេះហើយចង់បានរូបមន្តអញ្ចឹងគាត់ចង់ឲ្យខ្ញុំទៅរៀនផ្ទាល់ក៏បានចង់ទិញរូបមន្តខ្ញុំក៏បានរូបមន្តហ្នឹងគឺតម្លៃវាអត់ថ្លៃទេពពួកឈុតនំប៉័ងសាច់សម្រាប់បងប្អូនអត់ចេះគាត់អត់ចេះធ្វើហើយធ្វើទៅធានាទៅរសជាតិឆ្ងាញ់ហ្មងឆ្ងាញ់សូម្បីតែសាច់ថ្លើមបៀងគឺឆ្ងាញ់ហ្មងគេហៅនំប៉័ងសាច់ច្រាមហ្នឹងយើងដាក់អាសាច់ថ្លើមបៀងហ្នឹងយើងវះនំប៉័ងយើងឲ្យយើងចង់បាននំប៉័ងទំហំប៉ុន្មានសម្រាប់បងប្អូនស្រឡាញ់ដូចជានំប៉័ងវែងកតលហ្នឹងយើងដាក់ហ្នឹងក៏បានដែរហើយបើចង់នំប៉័ងវែងយើងកាត់មួយកណាត់ហើយយើងត្រូវមាន event មួយទៀតសម្រាប់យើងកណ្ដៅឲ្យវាស្រួយអញ្ចឹងណាហើយបើយើងមានឡសម្រាប់យើងធ្វើខ្លួនឯងកណ្ដៅនៅក្នុងថតតុកដែរដាក់គឺច្រើនខ្ជូងពីក្រោមអីកណ្ដៅឲ្យក៏បានដែរហើយយើងរៀបចំឥឡូវថ្លើមរបស់ខ្ញុំខ្ញុំចាប់ដើមដាក់ចូលក្នុងពុំហើយក្នុងថាសហើយសឹងប្រើសឹងទូចតែប្រកបមកក្បួននេះយើងត្រូវបានមួយថាសបើគាត់ធ្វើ2ក្បួនយើងគុណជា2ហើយអត់មានពិបាករឿងភ័យខ្លាច់ផ្អែមមកវិញប្រៃស្អីអត់ទេព្រោះគ្រឿងផ្សំថ្លឹងតាមខ្ញុំមកយកទៅកិនហើយយកទៅចំហុយទៅគឺបានហ្មងគឺឆ្ងាញ់ហ្មងហ្នឹងគឺការងាររបស់ខ្ញុំគឺអញ្ចឹងនេះខ្ញុំបរៀនគាត់នៅផ្ទះឯងខ្ញុំមកបរៀនគាត់ហើយខ្ញុំទិញសម្ភារៈឲ្យគាត់ទៀតហើយខ្ញុំបរៀនគាត់ពីរបៀបឡើងធ្វើថ្លើមហ្នឹងគ្រាន់ថាទិញរូបមន្តវាអស់ថោកយើងទៅបរៀនផ្ទាល់វាយើងចាយលុយយើងច្រើនជាងរូបមន្តបន្តិចតែប៉ុណ្ណឹងវាខុសគ្នាសេវាតែប៉ុណ្ណឹងទេអញ្ចឹងសម្ភារៈប្រើប្រាស់ដោយបងប្អូនឃើញក្នុងវីដេអូហ្នឹងហើយសម្រាប់យើងធ្វើថ្លើមគឺយើងមានសម្ភារៈដូចខ្ញុំបង្ហាញនៅក្នុងវីដេអូអញ្ចឹងហើយបើបងប្អូនចង់ចេះអាចតាក់ទងតាមលេខទូរស័ព្ទដែលខ្ញុំតម្លាក់នៅក្នុងវីដេអូខាងក្រោមនេះគឺជាលេខ Telegram របស់ខ្ញុំគាត់ឆាតមកគឺខ្ញុំឃើញខ្ញុំនឹងសួរគាត់ទៅវិញហើយខ្ញុំឆ្លើយទៅវិញអញ្ចឹងឥឡូវទឹកពុះហើយទឹកពុះយើងដាក់ចំហុយវាហើយយើងចំហុយវាឆ្អិនទៅហើយយើងគ្របវាចោលយើងត្រូវកំណត់ម៉ោងខ្លួនឯងថាឥឡូវប្រហែលនាទីទៅឆ្អិនយើងត្រូវកំណត់ខ្លួនឯងអញ្ចឹងហើយបន្តមកទៀតរយៈពេលចុងក្រោយនៃការឆ្អិនយើងបើកសឹងមើលទៅយើងមាន5ម៉ែត្រមួយសម្រាប់ចាក់តែបើយើងចេះហើយយើងចំហុយរាល់ថ្ងៃយើងមិនបាច់ចាក់5ម៉ែត្រមើលក៏បានទេគ្រាន់ខ្ញុំបរៀនគាត់ឲ្យចេះមើលអញ្ចឹងណាហើយ5ម៉ែត្រហ្នឹងអង្សាវាគឺចាប់ពី85ឡើងទៅ90គឺឆ្អិនល្អហើយតែបើសិនជាយើងចាក់ទៅឃើញ60 70បានន័យថាវានៅស្ទើរវាអត់តន់ឆ្អិនអញ្ចឹងណាអញ្ចឹងយើងបន្ថែមវាឆ្អិនទៅការងារប្រសេសការងារធ្វើថ្លើមគឺមានប៉ុណ្ណឹងហើយយកទៅលក់នំប៉័ងដល់ឆ្ងាញ់នេះឲ្យគឺនំប៉័ងនៀកពាន់ហើយនឹងគឺខ្ញុំហ្នឹងគឺរូបមន្តតែមួយឯងដូចគ្នានៀកពាន់ចិនខ្មៅហ្នឹងគឺឥឡូវគេប្រើសាច់ថ្លើមបៀកហើយគេហៅនំប៉័ងសាច់ច្រាមហ្នឹងបើយើងដាក់នំប៉័ងប៉ាតេយើងបៀកហ្នឹងដែរតែយើងប្រើប៉ាតេក្រហមប៉ាតេសពីលើហើយយើងប្រើសក់ជ្រក់ហើយសក់ជ្រក់ហ្នឹងស្រួយឆ្ងាញ់ឆ្ងាញ់និយាយទៅឆ្ងាញ់ហ្មងទាំងខាំទៅមិនចូលគ្នាបាច់ខ្ទិះពេញមាត់ប័រពងមាន់យើងលាបទៅហើយលាបប័រអាសាច់ថ្លើមបៀកហ្នឹងទៅហើយយើងហូបជាមួយនឹងជ្រក់សក់របស់យើងគឺឆ្ងាញ់ហើយបងប្អូនចង់មានបានជ្រក់ល្ហុងក៏ខ្ញុំមានរូបមន្តធ្វើជ្រក់ល្ហុងដែរប៉ុន្តែអាហ្នឹងនំប៉័ងសាច់ខ្ញុំធ្វើតាំងពីមកតាំងពីជំនាន់ណាđâyមកគឺខ្ញុំប្រើតែជ្រក់សក់អញ្ចឹងណានិយាយទៅខ្ញុំធ្វើតាំងពីជំនាន់ខ្ញុំយូរហើយយូរឆ្នាំហើយហ្នឹងតាំងពីឆ្នាំ2002 2003នំប៉័ងសាច់ហ្នឹងឥឡូវគេក៏ក្រាបគេហូបគេឆ្ងាញ់អានំប៉័ងសាច់ច្រាមហ្នឹងក៏ខ្ញុំធ្វើវីដេអូឲ្យបងប្អូនដើម្បីចង់ទិញរូបមន្តអញ្ចឹងណាបាយបាយ